ระยะពេលមួយយប់ពីរថ្ងៃជួប100ឧបសគ្គដើម្បីបានទៅធ្វើសប្បុរសធម៌នៅសាលាមួយក្នុងតំបន់ដាច់ស្រយាលដែលមានសិស្សរហូតដល់200នាក់ជាងតើសាលាដែលពួកខ្ញុំទៅធ្វើសប្បុរសធម៌នេះនៅឯខាងណាវិញហើយសាលាមួយនេះពិតជាខ្វះខាតពិតប្រាកដមែនទេពិតជាមានសិស្សរហូតដល់200នាក់ជាងមែនអត់តើពួកខ្ញុំជួបឧបសគ្គអីខ្លះនៅតាមផ្លូវវីដេអូមួយនេះនឹងបង្ហាញទស្សនវិជ្ជាទាំងស្រុងនៅក្នុងការធ្វើដំណើរមួយនេះជួបរៀបចំចង់រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតវីដេអូដែលជួបរឿងជូរចត់ច្រើនមែនទែនដើម្បីតម្រាំបានទៅដល់កន្លែងដែលពួកខ្ញុំធ្វើសប្បុរសធម៌កុំឲ្យខាតពេលយូរចូលមកកាន់វីដេអូយើងវិញហើយនេះជាព្រឹកថ្ងៃទី1ដែលពួកយើងបានជួបជុំគ្នានៅឯចោមចៅដើម្បីចេញដំណើរទៅធ្វើសប្បុរសធម៌ទាំងអស់ហ្នឹងហើយបេសកកម្មមួយនេះដែរគឺយើងត្រូវឆ្លងកាត់ឧបសគ្គច្រើនមែនទែនគឺឆ្លងកាត់ផ្លូវដីផ្លូវស្រែផ្លូវភ្នំផ្លូវចំណោតផ្លូវល្អិលហើយសម្រាប់ឡានដែលយើងធ្វើដំណើរគឺយើងធ្វើដំណើរដោយឡានត្រង់ជាប្រភេទឡានអស់រ៉ូតអញ្ចឹងគឺយើងអត់ជិះលើផ្លូវកស៊ូទេគឺយើងជិះលើផ្លូវដីដើម្បីលេងសប្បាយទាំងអស់គ្នាហើយក្នុងការធ្វើដំណើរមួយនេះយើងមិនមែនឃើញផ្លូវចេះតែជិះទេដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមិនមែនឃើញជិះកាត់វាលស្រែចេះតែជិះទៅទេគឺយើងមានកាយច្បាស់លាស់ម្នាក់សម្រាប់នាំផ្លូវយើងហើយក្នុងអំឡុងពេលធ្វើដំណើរហ្នឹងយើងក៏ជួបឧបសគ្គមួយចំនួនដែរគឺមានគ្នាវែងផ្លូវយើងត្រូវរកគ្នាអីអញ្ចឹងណាខ្ញុំសូមសរសើរកាយហ្មងគឺគាត់រកគ្នាឃើញលឿនមែនតើហើយផ្លូវដែលគាត់នាំជិះនេះគឺជាផ្លូវមួយដែលខ្ញុំអត់ដែរជិះអស់រ៉ូតមកស្គាល់ផ្លូវនេះទេគឺគាត់បកកែស្គាល់ផ្លូវកលុកកលៀតជិះហើយមិនមែនចេះតែជិះណាគឺផ្លូវទាំងអស់នេះគឺពួកគាត់មានបទពិសោធន៍ច្បាស់លាស់ក្នុងការជិះគឺខ្ញុំទៅសើកាយមែនតើជីឡានអស់រ៉ូតនេះដែរសប្បាយជាងគេគឺមានអ្នកគ្រប់ត្រូលតាមផ្លូវគឺច្រើនមែនតើសម្រាប់ខ្ញុំមានអារម្មណ៍រំភើបខ្លាំងពេលដែលឃើញមានអ្នកគ្រប់ត្រូលច្រើនអញ្ចឹងជិះមិនទាន់បានប៉ុន្មានទេយើងក៏មកដល់ឧបសគ្គបន្ទាប់ទៀតគឺដល់ផ្លូវដីហុយអ្នកទាំងអស់គ្នាគឺហុយល្ងឹតមើលគ្នាអត់ឃើញទេស្រាប់តាមមួយផ្លែតទេគឺមានឡានមួយគាត់បានធ្លាក់ស្ពានមិនមែនជារឿងសប្បាយចិត្តរឿងល្អអីទេប៉ុន្តែគឺដោយសារតែដីហុយមើលអីគ្នាអត់ឃើញទេគាត់បើកលាក់ស្ពានតែអ្នកបើកអត់មានបញ្ហាអីទេអ្នកអង្គុយជាមួយក៏អត់មានបញ្ហាអីដែរគ្រាន់តែខូចខាតឡានបន្តិចបន្តួចហើយយើងក៏ជិះបានធម្មតាវិញអញ្ចឹងណាអ្នកមើលទាំងអស់គ្នាប្រហែលជាភ័យហើយពេលដែលឃើញឡានធ្លាក់ស្ពានអញ្ចឹងប៉ុន្តែសម្រាប់ពួកគាត់អ្នកអស់រ៉ូតវិញគឺជារឿងធម្មតាទេពេលដែលឡានកលាប់ឡានធ្លាក់ស្ពានឡានខូចខាតអីហ្នឹងទូទៅខូចតែឡានទេសម្រាប់មនុស្សគឺភាគច្រើនមិនមានបញ្ហាអីទេឲ្យតែដាក់ខ្សែក្រវ៉ាត់បានត្រឹមត្រូវហើយគោលដៅយើងថ្ងៃនេះដែរយើងត្រូវធ្វើដំណើរបែបម៉េចត្រូវទៅដល់អារ៉ែងដោយឆ្លងកាត់ភ្នំខ្នងផ្សារខ្ញុំជឿថាអ្នកមើលវីដេអូនេះភាគច្រើនគឺឆ្ងល់ថាបើពួកគាត់ទៅធ្វើសប្បុរសធម៌ហេតុអីពួកគាត់មិនបើកឡានធម្មតាទៅសាលាទៅហេតុអីចាំបាច់បើកឡានអូសរ៉ូតកាត់ផ្លូវពិបាកឡើងភ្នំចុះទឹកដើម្បីអ្វីព្រោះថាទាំងអស់នេះគឺជាបេសកកម្មរបស់ពួកគាត់ហើយចង់ដឹងថាបេសកកម្មហ្នឹងអីខ្លះអ្នកទាំងអស់គ្នាអាចទស្សនាដល់ចុងវីដេអូភាគ2ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីចម្លើយទាំងអស់នេះឲ្យអ្នកទាំងអស់គ្នាដឹងសារវីដេអូមួយនេះវែងពេកខ្ញុំនឹងធ្វើចេញជា2ភាគសម្រាប់ភាគនេះដែរគឺជាភាគទី1ហើយវីដេអូបញ្ចប់នៅភាគទី2បន្ទាប់ពីយើងធ្វើដំណើរឡើងភ្នំយ៉ាងពិបាកអស់មួយសន្ទុះយើងក៏មកដល់លើភ្នំខ្នងផ្សារហើយខ្ញុំសូមបញ្ជាក់វីដេអូនេះតាំងពីខែ5មិនមែនវីដេអូថ្មីទេអញ្ចឹងអ្នកទាំងអស់គ្នាកុំយល់ច្រឡំថាពួកខ្ញុំយកឡានទៅលើភ្នំអីដោយសារតែឥឡូវនេះគឺគេមានច្បាប់ថ្មីអត់ឲ្យយើងយកឡានទៅដល់លើភ្នំខ្នងផ្សារទេគឺគេមានកន្លែងចតថ្មីសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចសួរទៅខាងបរិស្ថានឬក៏ខាងសហគមន៍ដើម្បីឲ្យដឹងពីព័ត៌មានលម្អិតច្បាស់លាស់បន្ទាប់ពីយើងសម្រាកបានមួយផ្លែតយើងក៏រៀបចំចេញដំណើរទៅតទៀតព្រោះផ្លូវយើងនៅវែងឆ្ងាយទៀតដែរសម្រាប់ផ្លូវដែលពិបាកហើយផ្លូវដែលខ្ញុំធ្វើដំណើរនេះគឺជាផ្លូវថ្មីពីខ្នងផ្សារទៅអារ៉ែងអ្នកដែលធ្លាប់បានធ្វើដំណើរគឺដឹងហើយថាពិបាកប៉ុណ្ណាហើយអ្នកដែលមិនទាន់បានធ្វើដំណើរមកមើលមកចង់ដឹងថាជាតិប៉ុណ្ណាហើយសម្រាប់ផ្លូវមួយនេះដែរខ្ញុំឲ្យយោបល់អ្នកទាំងអស់គ្នាមុននឹងទៅអាចសួរខាងសហគមន៍សិនទៅខ្ញុំអត់រីកមិនឲ្យទៅខែនេះទេព្រោះកន្លែងខ្លះចោតគឺចោតខ្លាំងកន្លែងខ្លះដែលល្អិលហ្នឹងគឺល្អិលខ្លាំងមែនតើមើលតឡានទៅដឹងហើយគឺល្អិលប៉ុណ្ណឹងហើយតម្រាំម៉ូតូទៀតអ្នកទាំងអស់គ្នាមិនដឹងថាល្អិលប៉ុណ្ណាទេហើយតាមផ្លូវដែលខ្ញុំជិះកាត់នេះបើតាមខ្ញុំដឹងគ្រាន់តែជាផ្លូវដែលគេធ្វើបង្គោលអគ្គិសនីទេសម្រាប់អ្នកដែលដឹងព័ត៌មានបន្ថែមពីផ្លូវមួយនេះអាចជួយខមមិនប្រាប់ពួកខ្ញុំផងព្រោះខ្ញុំអត់សូវដឹងច្បាស់ដែរអញ្ចឹងតាមផ្លូវដែលក្រុមខ្ញុំធ្វើដំណើរមកនេះគឺមានឧបសគ្គច្រើនមែនតើគ្រាន់តែភាគច្រើនកន្លែងដែលឧបសគ្គគឺពួកខ្ញុំអត់សូវបានថតទេអត់មានពេលយកទូរស័ព្ទមកថតទេជាពិសេសគឺកន្លែងចំណោតកន្លែងល្អិលកន្លែងពិបាកអីហ្នឹងដូចប្លង់ដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះគឺយើងបានបរោះដ្រូនតែពេលហ្នឹងមួយទេតែផុតនឹងមកគឺខ្ញុំអត់បានថតទៀតទេជាពិសេសគឺពេលដែលចូលដល់ក្នុងព្រៃអ្នកទាំងអស់គ្នាគឺផ្លូវពិបាកខ្លាំងមែនតើសិតតែទឹកលិចកង់ឡានឡកង់ម៉ូតូអស់ហើយប្រសិនបើជាម៉ូតូទៅអីខ្ញុំជឿថាភាគច្រើនគឺត្រូវតែរុញឬក៏សែងអីមិនជិះមិនកើតទេព្រោះផ្លូវដល់កន្លែងហ្នឹងគឺពិបាកមែនតើផុកសកប់កប់កង់ម៉ូតូអីកន្លែងដែលខ្ញុំថតបានចុងក្រោយគឺត្រឹមតែកន្លែងនេះទេបាទពេលខ្ញុំយ៉ាងឃើ
ឃើញតែផ្លូវគឺដឹងហើយថាពិបាកប៉ុណ្ណានេះគ្រាន់តែមកចំណាយទូចដែលខ្ញុំបានថតទេតែអត់តាន់បានថតហ្នឹងគឺច្រើនមានឆ្លងទាំងអូឆ្លងទាំងស្ទឹងទៀតក៏មានដែរបាទនិយាយពីសម្ភារៈដាក់តាមឡានវិញគឺខ្ទេចសឹងតែទាំងអស់ហ្មងមានទាំងចូលទឹកមានទាំងប្រឡាក់ផុកហើយបឡានវិញមិននិយាយទេផុកឡើងក្រាស់ខ្មឹកហ្មងអ្នកទាំងអស់គ្នាមើលតាឡានទៅគឺដឹងហើយថាពិបាកប៉ុណ្ណាតើមកបានមកដល់កន្លែងមួយនេះហើយដល់កន្លែងដែលពួកខ្ញុំមកសម្រាកនេះគឺចិត្តដល់កន្លែងដែរហើយគឺបានផុតកន្លែងពិបាកហើយបានសម្រាកជុំគ្នានេះហើយតើមកបានសម្រាកនេះគឺអស់ខ្យល់ហើយម្នាក់សឹងតែអង្គុយលេងចង់ជាប់ពេលយើងមកដល់អរ៉ៃហ្នឹងរៀងល្ងាចដែរហើយទេសភាពតាមផ្លូវគឺស្អាតខ្លាំងមែនតែនហើយខ្ញុំក៏សូមអរគុណទៅកាន់បងប៊ុនរ៉េតជាពិសេសផងដែលបានហៅខ្ញុំមកចូលរួមបេសកកម្មមួយនេះជាមួយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតែនដែលបានមកស្គាល់រសជាតិអូសរ៉ូតផ្លូវទាំងអស់នេះអីអញ្ចឹងក្នុងការធ្វើដំណើរនេះដែរគឺយើងធ្វើដំណើរ2ថ្ងៃហើយសម្រាប់យប់ទី1គឺយើងស្នាក់នៅឯអរ៉ែង camping ហើយភាគ1ខ្ញុំបញ្ចប់នៅហ្នឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page ទាំងអស់គ្នាដើម្បីទស្សនាភាគ2ដែលចេញនៅថ្ងៃបន្ទាប់ពីថ្ងៃដែលខ្ញុំចេញភាគ1នេះអរគុណច្រើនសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ជួបគ្នានៅភាគ2ថ្ងៃស្អែកបាយបាយ